ស្នាការបាក់មានប្រតិពីរបស់បានសម្ភារជួននៅប្រវត្តិការប្រកួតជំនុំបាក់កីឡាករបងកងក្រហមបាក់គឺឆាយពុំឆៃមានអាយុ22ឆ្នាំកម្ពស់1.55ទម្ងន់57គីឡូក្រាមបានអបគុណចំនួន13ដងឈ្នះ11ដងចាញ់2ដងអបគុណដៃគូតស៊ូបានឲ្យស្លាប់ចំនួន2ដងបាទជារង្វាន់របស់បដាល់ MSG គុណខ្មែរអន្តរជាតិបាទគ្រូបង្ហាត់គូលោកឆេតឆាបាទកីឡាករបង្គោលខៀវពេជ្រពុងឯកបានមានអាយុ20ឆ្នាំជួបបាន3បាទទម្ងន់57គីឡូក្រាមស្មើគ្នាដល់គុណ10ដងឈ្នះ8ដងចាញ់ដល់ស្មើដងនិងក្រុមលោកដៃគូតស៊ូដល់ចំនួន5ដងជាកីឡាកររបស់ខ្ញុំសម្រាប់គុណខ្មែរគ្រូបង្ហាត់គូលោកសម្រាប់តាំងសាកម្ពុជាមកសន្តិភាពគូដល់សន្តិភាពរួចនិងលោកក្រុមភ័យតាំងសាកម្ពុជាជាទឹកពិសាសន្តិភាពគូធានាសន្តិភាពដល់សន្តិភាពរួចដែលត្រូវការចាំបាច់នៅទឹកដែលគ្មានមេរោគមានកម្រិត pH ល្អផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនសម្រាប់សន្តិភាពបេះដូងចលនាសាច់ដុំជួយគាត់ប្រសាទពង្រឹងស្មារតីការចងចាំនិងជួយឲ្យស្បែកស្រស់ថ្លាកីឡាករត្រៀមប្រព្រឹត្តប្រកួតអ្នកចម្បាំកម្លាំងកម្ពុជាគូពិសេសទី3ទឹកទី1គុំ
ទឹកទី1ចំទឹកទី1ប៉ុណ្ណាបាទចាំនេះត្រង់តែទឹកទី1ទេសោកលុបទឹកទៀតបាទសម្រាប់គុណភាពបាទអរគុណបងណាដល់ពេលសិក្សានៅក្នុងកម្ពុជាបាទថាមពលដ៏ជោគជ័យអ្នកទឹកជើងក្រៅអ្នកចម្បាំងកម្លាំងកម្ពុជាគូពិសេសទី3ទឹកទី2បាទគូពិសេសទី3មិនមានគុណខ្មែរបាទខ្មែរទឹកទី2ឆាយមុខឆាយមុខរបស់បាទពេញគុណអ្នកគូយូទឹកទី3បាទទស្សនាការប្រកួតជាបន្តបាទទឹកទី3ហើយទឹកទី3ប្រកួតបន្តទៀតបាទតបមកជើងឆ្វេងបាទមកមុនឆៃតបឆ្វេងបាទមកមុនឆៃខ្លាំងខ្លាំងបាទទៅលើកូនណែបាទដល់ចូលបាទធាក់មកជើងសងវិញទស្សនារបស់កូនណែបាត់ឆ្វេងម្ដាយរបស់កូនណែជង្គង់របស់កូនណែ
ជើង Ibu bisa dibaik Tang Tibur បាទបន្តមកទឹកទី4ហើយបាទសម្រាប់គូគុណភាពគុណខ្មែរបាទគុណខ្មែរបាទគូទី3 57 គីឡូក្រាមបាទជាមកចូលឲ្យចេញណាយបាទត្រង់ទីដៃឆ្វេងបាទមកទៅក្រោយដៃឆ្វេងចាក់គូក្រោយអាចចូលគូក្រោយគូវាបាទអាចស្ដាប់ទៅគូក្រោយបាទការតាមបែបបន្តពេញចូលថ្ងៃទៅតាមបាទតាមមកបានឆ្វេងដៃបាទឲ្យគុំឆៃនោះក៏ចាប់ទទួលមិនដែរបាទអត់ចូលត្រង់នេះដាក់បានចេញជំនួសវាទៅបែកទៅយ៉ាងណាបាទបន្តបាទបែកឆ្វេងដៃរបស់គុំឆៃផងតក់មកចូលស្នាមមកដល់គុំវាសងវិញ កីឡាករមកគុំឃីវពេញកូនngàyឈ្នះកីឡាករមកគុំក្រហមដោយកីឡាករមកគុំក្រហមសម្រាប់ជំនាញទឹកទី4